បាទជំរាបសួរពុកម៉ែបងប្អូនមកទៀតហើយថ្ងៃនេះអេដមីនបានធ្វើស៊ុបប្រអប់ជើងគោតម្រូវនឹងអាកាសធាតុបែបត្រជាក់អញ្ចឹងណាបងប្អូនស៊ុបជើងគោនេះវាមិនពិបាកធ្វើទេបងប្អូនវាស្រួលក្នុងការធ្វើដែរណាហើយថ្ងៃនេះ admin អត់មានបានដាក់អីក្រៅពីមីព្រោះអី admin ចូលចិត្តមីអញ្ចឹងស៊ុបជើងគោជាមួយមីហើយនឹងអាកាសធាតុត្រជាក់អញ្ចឹងណាបងប្អូនតោះងាប់ញ៉ាំជាមួយ admin ទាំងអស់គ្នាបងប្អូនបាទអរគុណ